ជំរាបសួរអ្នកគ្រូលោកគ្រូនេះខ្ញុំមានឈ្មោះត្រីលីឈីជាសិស្សថ្នាក់ទី3កនៃសាលារៀនគ្រូយើងសាខាខេត្តស្ទឹងត្រែងសម្រាប់ចំណាប់អារម្មណ៍របស់អ្នកខ្ញុំអំពីការសិក្សាតាមបែប Digital ព្រោះវាមានសារៈសំខាន់ចំពោះខ្ញុំដូចជាវាជាវិធីសាស្ត្រសិក្សាតាមបែបទំនើបធ្វើឲ្យយើងងាយស្រួលក្នុងការសិក្សាបានគ្រប់ពេលវេលាសិក្សាបានគ្រប់ទីកន្លែងគ្រាន់តែមានកុំព្យូទ័រយួរដៃ laptop និងទូរស័ព្ទខ្ញុំឈ្មោះសុនសវិជ្ជរាអាយុ9ឆ្នាំរៀននៅសាលាទី4កនៃសាលារៀនគ្រូយើងសាខាខេត្តស្ទឹងត្រែងក្នុងកម្មវិធី Digital ដែលសិក្សារាល់ថ្ងៃមានកម្មវិធីដូចជាភាសាខ្មែរសិក្សាអំពីពន្យល់ពាក្យគោលគងពាក្យនិងអត្ថន័យការស្ដាប់ការកត់ត្រាគណិតវិទ្យារៀនអំពីការគណនាប្រមាណវិធីបូកដកគុណចែកការដោះស្រាយចំណោទនិងធរណីមាត្រជាដើមសិក្សាសង្គមនិងវិទ្យាសាស្ត្រសិក្សាអំពីសំណួរស្រាវជ្រាវការបំពេញល្បឿនអំពីអនាម័យការលេងដៃមុនហូបបាយអំពីទីកន្លែងរស់នៅនិងការរស់នៅប្រចាំថ្ងៃសូមជម្រាបសួរនេះខ្ញុំឈ្មោះចាំពេជ្រមេឡដីមានអាយុ10ឆ្នាំជាសិស្សរៀនសាកទី5កនៃសាលារៀនគ្រូយើងតាខេត្តស្ទឹងត្រែងការសិក្សាតាមបែប Digital ជួយពង្រឹងជំនាញយើងដូចជាការសរសេរអត្ថបទស្រាវជ្រាវការចងចាំពាក្យគន្លឹះពន្យល់ពាក្យនិងពាក្យពិបាកការដោះស្រាយចំណោទលំហាត់ការកាត់លេខបានលឿនចុងក្រោយគឺការអានអំណាចអត្ថបទការអានអំណាចអាចជួយឲ្យយើងពូកែអានជាងមុនការចងចាំពាក្យគន្លឹះគឺអាចឲ្យយើងចេះអានពាក្យបានច្រើនហើយបាត់អានអំណាចបានត្រូវជាងមុនហើយល្អជាងមុនការឆ្លើយសំណួររបស់ខ្ញុំជាម្ដងជាបញ្ចប់ខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូនិងមិត្តភក្តិទាំងអស់ដែលបានស្ដាប់ពីខ្ញុំតាំងពីដើមចប់សូមអរគុណ